សួស្តីបងប្អូននៅក្នុងវីដេអូមួយនេះខ្ញុំនឹងធ្វើការចែករំលែកបងប្អូនពីរបៀបក្នុងការ download កម្មវិធីកាត់តវីដេអូ KineMaster Full Version តែម្ដងបាទអញ្ចឹងកុំឲ្យខាតពេលយូរជាដំបូងគ្រាន់តែធ្វើការចូលជាមួយនឹង Chrome បាទរួចហើយយើងធ្វើការវាយពាក្យថា KineMaster Full Version បាទយើងវាយបែបហ្នឹងមកហើយបន្តមកទៀត scroll មកក្រោមហើយបងប្អូនត្រូវរកពាក្យគេដាក់ថា Kine បាទ APK ដាន់បាទអញ្ចឹងចុចត្រង់ចំណុចដែលខ្ញុំដាក់សញ្ញាសម្គាល់ហ្នឹងអញ្ចឹងយើងចុចទៅលើ link ហ្នឹងមកហើយបន្តមកទៀតយើងធ្វើការបាទ scroll មកក្រោមបាទយើង scroll មកក្រោមបន្តិចហើយត្រូវរកពាក្យថា download បងប្អូនណានេះខាងក្រោមគេហ្នឹងបាទអញ្ចឹងយើងចុច download កន្លែងហ្នឹងមកហើយដោយសារតែកម្មវិធីហ្នឹងខ្ញុំធ្លាប់ធ្វើការ download ម្ដងរួចហើយអញ្ចឹងវានឹងសួរយើងនៅពេលដែលយើងចង់ធ្វើការ download ម្ដងទៀតណាបងប្អូនគេដាក់ថាចេះ download file again ណាដោយសារតែខ្ញុំធ្លាប់ធ្វើការ download ម្ដងហើយបាទអញ្ចឹងខ្ញុំឧទាហរណ៍បន្ថែមចែកជូនបងប្អូនតែម្ដងបាទខ្ញុំចុចតែពាក្យថា download បាទរួចហើយយើងចុចពាក្យថា download anyway អញ្ចឹងបន្ទាប់ពីយើងធ្វើការបាទ download នៅកម្មវិធីនឹងរួចរាល់យើងចូលទៅតម្លើងកម្មវិធីនឹងតែម្ដងបាទយើងចុចពាក្យ open ហើយបន្តមកទៀតវានឹងតម្រូវឲ្យយើងធ្វើការ install កម្មវិធីហ្នឹងអញ្ចឹងបន្ទាប់ពីធ្វើការតម្លើងរួចរាល់បាទអញ្ចឹងហើយបន្តមកទៀតគឺខ្ញុំ scroll វាចេញតែម្ដងត្រង់ចំណុចហ្នឹងបាទចុចពាក្យថាដាន់rồiហើយខ្ញុំនឹងចូលទៅកម្មវិធីវាតែម្ដងអញ្ចឹងនេះកន្លែងកម្មវិធីដែលយើងធ្វើការដំឡើងរួចរាល់យើងគ្រាន់តែធ្វើការចុចបើកហើយបន្តមកទៀតយើងធ្វើការរងចាំពេលដែលវាពាណិជ្ជកម្មហើយគ្រាន់តែធ្វើការចុចពាក្យ cancel ហ្នឹងមកជាការស្រេចបាទអូខេអញ្ចឹងបន្តមកទៀតយើងចុចពាក្យខាងក្រោមដែលគេដាក់ថា try letter ហ្នឹងរួចហើយយើងចុចពាក្យថា create new ហើយត្រង់ចំណុចនេះគឺជាប្រភេទនៃទំហំវីដេអូដែលបងប្អូនចង់ធ្វើការផុសបាទអញ្ចឹងយើង select ទៅលើវីដេអូនោះមកទំហំមកបន្តមកទៀតយើងគ្រាន់តែធ្វើការupload បាទឬក៏ upload វីដេអូចូលណាបាទយើងចុច allow all មកបន្ទាប់មកចុច next ចុច next ទៀតបាទរួចហើយយើងចុច try it ត្រង់ចំណុចនេះយើងធ្វើការជ្រើសរើសនៅវីដេអូបាទខ្ញុំចុចទៅលើវីដេអូមួយដើម្បីងាយស្រួលក្នុងការបង្ហាញបងប្អូនណាត្រង់ចំណុចហ្នឹងបាទបន្តមកទៀតខ្ញុំនឹង select រួចហើយវានឹងធ្វើការ transfer វីដេអូរបស់យើងនឹងចូលនៅក្នុងកម្មវិធី KineMaster តែម្ដងបាទបន្ទាប់ពីធ្វើការ transfer កម្មវិធី KineMaster រួចរាល់ហើយបងប្អូនអាចធ្វើការចុចខ្វែងត្រង់ចំណុចខាងលើនឹងមកបាទហើយនេះគឺជាប្រភេទវីដេអូដែលយើងបានធ្វើការ upload ចូលនៅក្នុងកម្មវិធី KineMaster ណាបាទអញ្ចឹងវាអត់ជាប់ logo ទេដោយសារតែយើងធ្វើការតម្លើងកម្មវិធីមួយហ្នឹងបាន full version តែម្ដងអញ្ចឹងយើងថែមទាំងអាច add នៅ font ខ្មែរបានទៀតអូខេវីដេអូក៏មានត្រឹមតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការទស្សនាជួបគ្នាវីដេអូក្រោយ